បើកឆាដំបងនៃការប្រកួត Asian Games 2026របស់ក្រុមកម្ពុជាគឺធ្វើបានល្អខ្លាំងយកតែមែនតើបានយកឈ្នះទៅលើក្រុមមីយ៉ាន់ម៉ានៅក្នុងលទ្ធផល2-1យើងឃើញការលេងរវាងក្រុមកម្ពុជានិងមីយ៉ាន់ម៉ាគឺការលេងប្រហាក់ប្រហែលគ្នាទេបើហ្គេមទី1ឃើញថាគេលេងក្រោបលើយើងច្រើនដល់ហ្គេមទី2គឺមានការវាយទៅវាយមកកម្ពុជារបស់យើងក៏អាចតដៃជាមួយគេហើយចំណែកក្រុមគេក៏មានការតដៃវាយយ៉ាងល្អឥតខ្ចោះរវាងក្រុមទាំងពីរនេះគឺ team fight មួយល្អមើលដល់ហ្គេមទី3យើងស៊ីដាច់ទៅលើគេច្រើនគ្រប់យ៉ាងគឺយើងអាច control បានមិនថា objective មិនថា total មិនថា loss គឺយើងអាចគ្រប់គ្រងទៅលើគេបានចំពោះ team fight យើងឲ្យ credit ដែលល្អបំផុតនោះគឺទៅលើ Shadow គឺធ្វើបានល្អខ្លាំងយកនាគមកលេងនេះគឺមិនមែនចលេននេះគឺជានាគជួយទៅលើ team កម្ពុជាយើងច្រើនមែនតើយើងមានតែចូលរួមអបអរសាទរទៅកាន់ក្រុមកម្ពុជាយើងដែលជោគជ័យនៅក្នុងការប្រកួតលើកដំបូងនៅក្នុង Tournament Asian Games 2026នេះសង្ឃឹមថាការប្រកួតក្រោយៗទៀតគាត់នឹងទទួលបាននៅលទ្ធផលល្អបន្តទៀតយើងមានតែជូនពរពីប្រទេសយើងទៅទេដោយសារបច្ចុប្បន្ននេះគឺគាត់ត្រូវប្រកួតគ្នានៅក្រៅប្រទេសយើងសង្ឃឹមថាពួកគាត់នឹងសម្របខ្លួនបានល្អទាំងកម្លាំងកាយកម្លាំងចិត្តគឺសង្ឃឹមថាគាត់នឹងរក្សាបានល្អក៏ទទួលបាននៅជោគជ័យជូនមកកាន់មាតុភូមិរបស់យើងផងដែរចំពោះវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរនឹងចូលចិត្តនៅវីដេអូនេះបើចូលចិត្តកុំភ្លេច follow like ម្នាក់មួយផងអរគុណអ្នកនរជំរាបលា bye see you next video